ឬក៏ខ្ញុំអត់ច្បាស់ទេណាខ្ញុំសំទោសតែគេហៅថាយីភូគាត់អត់បានពាក់ព័ន្ធនៅក្នុងរឿងហ្នឹងទេពីព្រោះរឿងនឹងផ្ទាល់គឺជាតំបន់យោធាដែលខ្ញុំតកសាង2008ដោយមិនបានដឹងថាតំបន់ហ្នឹងគឺជាតំបន់យោធាបងប្អូនប្រជាជននិងមហាជនជាទីគោរព3-4ថ្ងៃនេះខ្ញុំរវល់ខ្លាំងជាមួយនឹងស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពនិងក្តីស្រឡាញ់ដែលបងប្អូនបានដឹងអំពីដំណឹងថាផ្នែកមួយរបស់សាលាដូងដែលត្រូវរាប់ជាចំណុចផ្ទះគ្រូសាលាដូងឆ្ងាយប្រមាណជា800ម៉ែត្រជាងពីសាលាដូងហ្នឹងត្រូវបានជូនដំណឹងរុះរើនៅក្នុងនេះខ្ញុំសូមបញ្យល់បងប្អូនឲ្យច្បាស់ថាសាលាដូងมันមានលិខិតជូនដំណឹងឲ្យរុះរើអីទេក៏ប៉ុន្តែផ្នែកមួយរបស់សាលាដូងដែលជាផ្ទះដែលខ្ញុំផុសថា10ម៉ែត្រ4ជ្រុងហ្នឹងក៏ត្រូវបានជូនដំណឹងឲ្យរុះរើនេះគឺធ្វើឲ្យខ្ញុំទទួលបានភាពតច្រកមួយតែមើលជាក់ស្ដែងទៅសល់ពេលមិនដល់11ថ្ងៃទេតើខ្ញុំរើយ៉ាងម៉េចអញ្ចឹងខ្ញុំក៏ផុសស្វែងរកដំណោះស្រាយមួយដើម្បីមានជំនួបអ្នកដែលអាចជួយកិច្ចការនេះបានដំណឹងមួយនេះគឺមានអ្នកខ្លះគាត់បានយកទៅបង្វែរសាច់រឿងដើម្បីកេងចំណេញសតិអារម្មណ៍ប្រជាពលរដ្ឋឲ្យខឹងឲ្យមានការញុះញង់ដោយយករូបភាពសាលាដូងហ្នឹងថាសាលាដូងរុះរើប៉ុន្តែចេតនាខ្លឹមសារហ្នឹងគេទៅសេថាផ្ទះប៉ុន្តែគេដឹងថាកណាប្រើទៅរូបថតហើយដាក់រុះរើទៅមហាជននឹងកើតក្រៅកាហាយខឹងសម្បាចំពោះចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានឬក៏សម្ដៅរាជរដ្ឋាភិបាលយើងតែម្ដងក៏ប៉ុន្តែជារួមសាលាដូងមិនបានរុះរើទេហើយផ្ទះមួយរបស់សាលាដូងដែលជូនដំណឹងឲ្យរុះរើហ្នឹងក៏បានមានចំណាត់ការយ៉ាងច្បាស់លាស់ដែលសម្ដេចប្រមុខថ្នាក់ដឹកនាំសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកបានអនុគ្រោះឲ្យខ្ញុំបានចូលជួបបំភ្លឺក៏ដូចជាស្វែងរកដំណោះស្រាយរួមអស់លោកបងប្អូនចំពោះរឿងនេះបានបញ្យល់អស់លោកបងប្អូនឲ្យដឹងច្បាស់ថាអំពើល្អប៉ិតសុទ្ធវាមិនតល់ច្រកទេឲ្យតែយើងខំបន្តធ្វើអំពើល្អដោយមិនរំពឹងថាយើងបានអីពីវាតែអំពើល្អវាចេះតែនាំរបស់ជាច្រើនឲ្យយើងអញ្ចឹងថ្ងៃនេះខ្ញុំបានជួបសម្ដេចធិបតីនៅក្នុងភាពចង្អៀតមែនទែនដោយសារលោកបានរវល់ជាមួយនឹងកិច្ចការប្រជុំជាច្រើនហើយក៏មានតំណាងពីអាយដាមអភិបាលខេត្តលោកជីមច័ន្ទសុភ័ណ្ឌនិងអាយដាមរដ្ឋមន្ត្រីក្រសួងបរិស្ថានដើម្បីស្វែងរកដំណោះស្រាយរួមជាមួយនឹងសហគមន៍គិរីរម្យក៏ដូចបញ្យល់ទៅកាន់មហាជនហេតុម៉េចបានជាឲ្យសាលាដូងរើអញ្ចឹងការ live របស់ខ្ញុំនេះខ្ញុំរៀងហត់ដែរបងប្អូនខ្ញុំ3ថ្ងៃនេះខ្ញុំហត់គូសំតែខ្ញុំបន្តខំប្រឹងការ live របស់ខ្ញុំនេះចង់បញ្យល់ទៅកាន់សារព័ត៌មានមហាជនថាមានការកេងចំណេញសតិអារម្មណ៍ពលរដ្ឋបញ្ឆេះកំហឹងតាមជ្រុងលទ្ធភាពនៃវប្បធម៌ធ្វើការរបស់ក្រមប្រឆាំងឬក៏ក្រមចំណេញឡាច់សៀហ្នឹងឯងដែលក្បត់គោលការណ៍ដើមគុណធម៌ជាមនុស្សក្បត់គុណធម៌ដើមការហត្ថភាពត្រឹមត្រូវនៃការប្រើប្រាស់បណ្ដាញសង្គមអញ្ចឹងគេយករូបហ្នឹងទៅផ្ទឹមជាមួយនឹងលោកយាយភូខ្ញុំមិនដែលបានជួបគាត់ទេគាត់ឈ្មោះពិតដូចជាលោកយាយភៀបឬក៏ខ្ញុំអត់ច្បាស់ទេណាខ្ញុំសំទោសតែគេហៅថាយាយភូគាត់អត់បានពាក់ព័ន្ធនៅក្នុងរឿងហ្នឹងទេពីព្រោះរឿងនឹងផ្ទាល់គឺជាតំបន់យោធាដែលខ្ញុំតកសាង2008ដោយមិនបានដឹងថាតំបន់ហ្នឹងគឺជាតំបន់យោធាតែនៅពេលដែលចំណាត់ការរុះរើខ្ញុំបានច្រាវជ្រាវរាវរកដំណោះស្រាយពីមូលដ្ឋានដែរក៏ប៉ុន្តែហាក់បីដូចជាភាពរវល់និងកម្រិតនៃការសម្រេចហ្នឹងគឺអត់អាចជួយខ្ញុំបានទេខ្ញុំក៏ប្រើប្រាស់ផ្ទាំងក្រហមមួយថាសំបីតែដី10ម៉ែត្រ4ជ្រុងដែលជាផ្ទះរបស់សាលាដូងដី10ម៉ែត្រ10ម៉ែត្រ4ជ្រុងតើទៅជាសាលាយ៉ាងម៉េចសាលាផ្សេងផ្ទះគ្រូផ្សេងអញ្ចឹងបានជាខ្ញុំឲ្យថាបើរុះរើឲ្យខ្ញុំទៅនៅណាបើឲ្យខ្ញុំទៅនៅណាភ្លៀងមកផងហើយ14ថ្ងៃរើមិនចេញមើលទៅសល់តែប្រហែលថ្ងៃទៀតខ្ញុំក៏បានប្រាប់មូលដ្ឋានថាខ្ញុំសូមមានដំណោះស្រាយយ៉ាងម៉េចយ៉ាងណាអីក៏ជួយទៅប៉ុន្តែនៅពេលដែលខ្ញុំផុសឲ្យបងប្អូនដឹងវាបានលេចច្រកពីរច្រកអ្នកគ្រប់ត្រូលនោះចាប់ដើមថាមិនចឹងបងមិនក៏ធ្វើអញ្ចឹងហើយអ្នកដែលកេងប្រវ័ញ្ចចំពោះស្ថានភាពហ្នឹងសង្គមយើងតែងតែមានអញ្ចឹងបានជាសកម្មភាពក្នុងឆាកជីវិតរបស់ខ្ញុំតែងឲ្យអស់លោកបងប្អូនពង្រឹងស្មារតីគុណភាពគិតកុំឲ្យស្ថានភាពវាវង្វឹកវាបង្វែរស្ថានភាពគិតយើងបានស្ថានភាពខ្លះគេបង្កើតដើម្បីចំណេញអ្វីមួយគេបង្កើតព្រឹត្តិការណ៍យកផលពីព្រឹត្តិការណ៍ហើយមនុស្សដែលគាត់អត់មានបញ្ញាគាត់លងនឹងព្រឹត្តិការណ៍ហ្នឹងគាត់ជឿគាត់ខឹងគាត់ជេរអញ្ចឹងដល់ពេលដែលខ្ញុំបានជួបសម្ដេចធិបតីរយៈពេល1ម៉ោងជាងចំហាយនៃក្តីស្រឡាញ់ការខំប្រឹងអត់ឈប់ឈររបស់លោកខ្ញុំចាំលោកអស់ជាច្រើនម៉ោងពីព្រោះលោករវល់ខ្ញុំចាំអស់8ម៉ោង6 7ម៉ោងហើយប៉ុណ្ណឹងបាទលោកបានរវល់ប្រជុំការងារច្រើនប៉ុន្តែលោកបានឆ្លៀតដោះស្រាយរឿងនោះឲ្យចប់ដើម្បីអីដើម្បីកុំឲ្យមានការយល់ច្រឡំចំពោះមហាជនតែងតែយីឲ្យរើសាលាដូងមិនចឹងអញ្ចឹងខឹងសម្បាកើតឡើងអញ្ចឹងខ្ញុំជាម្ចាស់សាលាដូងស្ថាបនិកខ្ញុំសូមជម្រាបជូនថា
សាលាដងមិនមានការប៉ះពាល់ទេតែទៅប៉ះពាល់ចំណុចផ្ទះគ្រូដែលជាលំនៅឋានអ្នកដែលទៅបង្រៀនចឹងកាលណាប៉ះពាល់ដល់លំនៅឋានវានឹងអាចប៉ះពាល់ដល់សាលាដងនៅគ្រាបន្តបន្ទាប់ប៉ុន្តែវាអត់តន់ឈានដល់នឹងទេអញ្ចឹងបានជាមានเพจប្រឆាំងខ្លះបងឈ្មោះបងផាណាហ្នឹងគាត់ដាក់សរសេរខ្លឹមសារឬរើផ្ទះប៉ុន្តែរូបថតភ្ជាប់ហ្នឹងគឺទៅជារុះរើសាលាដងដើម្បីកេងចំណេញរូបភាពក្នុងចេតនាណាមួយខ្ញុំក៏មិនដឹងប៉ុន្តែក្នុងនាមខ្ញុំជាមនុស្សកណ្ដាលដោយសារសម្ដេចបានប្រាប់ខ្ញុំថាខ្ញុំជាសកម្មជនជាតិខ្ញុំមិនមែនជាសកម្មជនបកអីដូចអស់លោកបងប្អូនយល់ទេពីព្រោះជាតិរបស់ខ្ញុំយល់ឃើញថាការកសាងកុមារឲ្យខ្លឹមគឺត្រូវការផ្ដល់ឲ្យគាត់ចេះអានចេះសរសេរនិងមានឱកាសលូតលាស់ផ្នែកសតិស្មារតីជុំបានខ្ញុំតស៊ូអស់រយៈពេល10ឆ្នាំជាងវារឿងនឹងកើតលើខ្ញុំបើខ្ញុំមិនប្រតិកម្មខ្ញុំមិនថាវាមិនកើតអញ្ចឹងខ្ញុំចេញប្រតិកម្មស្វែងរកដំណោះស្រាយលោកក៏បានដោះស្រាយជូនជាមួយនឹងការដោះស្រាយប្រកបដោយភាពសាមគ្គីលោកបានអញ្ជើញលោកអភិបាលខេត្តលោកបានអញ្ជើញអាដាមរដ្ឋមន្ត្រីអៀងសុផាឡែតដើម្បីភ្ជាប់រឿងនឹងថាយើងដោះយ៉ាងម៉េចអស់ទាំងអស់គ្នាហើយនៅពេលដែលអង្គើល្អវាធ្វើការច្រកចេញដូចល្អទាំងអស់អត់ឈប់ទេច្រកគឺខ្ញុំបានសំណេះសំណាលក៏ដូចជាបំភ្លឺកិច្ចការទាំងឡាយលោកក៏បានដឹងមុនខ្លះអំពីការធ្វើការសកម្មជនរបស់ខ្ញុំផ្សេងដែលខ្ញុំដឹកសភៅដូចខ្ញុំទៅចែកស្បៀងដូចខ្ញុំទៅធ្វើអំណានទៅដែលណែធ្វើសាលាធ្វើអីលោកបានដឹងខ្លះដែរក៏ប៉ុន្តែលោកអត់មានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លៀតយករឿងនោះមកជួបប៉ុន្តែជំនួបនេះគឺត្រូវមានដំណោះស្រាយសមហេតុផលจากកាន់មហាជននឹងត្រូវបដូរការគិតឡើងវិញថាឲ្យតែយើងខំធ្វើកិច្ចការសង្គមពិតมันពាក់ព័ន្ធទៅលើការញុះញង់มันពាក់ព័ន្ធទៅលើរឿងចំណេញប្រយោជន៍ផ្ទាល់ខ្លួនទង្វើល្អនឹងកើតឡើងដំណោះស្រាយពិតនឹងកើតឡើងរយៈពេល1ម៉ោងដែលខ្ញុំបានជួបនឹងអនុគ្រោះដោយសម្ដេចធិបតីលោកបានផ្ដល់ឱកាសខ្ញុំនិយាយបានច្រើនហើយណាមួយខ្ញុំជាអ្នកនិយាយច្រើនផងហើយនិយាយច្រើនមិនមែននិយាយបែបបបាច់បបោនិយាយចំគោលដៅខ្ញុំបានរៀបរាប់អំពីទុក្ខលំបាករបស់ប្រជាជនរស់នៅលើហ្នឹងគាត់ត្រូវការចិញ្ចឹមជីវិតបើគាត់ឡើងទៅនៅមិនជួយគាត់ធ្វើម៉េចដេញគាត់ចុះយ៉ាងម៉េចលោកក៏អនុគ្រោះឲ្យអាយដាមអភិបាលខេត្តដែលមានបងប្រុសជាច័ន្ទសុភ័ណ្ឌគាត់សិក្សាធ្វើបច្ចុប្បន្នភាពដើម្បីស្រង់ចំនួនស្ថិតិពលរដ្ឋច្បាស់លាស់ថាយើងគួរដាក់មណ្ឌលសុខភាពដាក់កន្លែងលក់កន្លែងរៀបចំយ៉ាងម៉េចឲ្យពួកគាត់ហ្នឹងមានឱកាសទទួលបានសេវាសង្គមពិតប្រាកដអញ្ចឹងការសិក្សាមួយនេះគឺជួយសាលាដងផងជួយភ្នំគិរីរងហងហើយថែមទាំងចេញលិខិតការពីបញ្ឈប់ការទន្ទ្រានព្រៃទាំងស្រុងទន្ទ្រានចាប់ជាទ្រព្យសម្បត្តិឯកជនឬក៏បុគ្គលទាំងស្រុងហើយចំណាត់ការនេះត្រូវបានឃ្លាំមើលដោយខ្ញុំទៀតខ្ញុំនឹងជួយឃ្លាំមើលថាតើចំណាត់ការនឹងដល់ណាអ្នកណាគេមិនគោរពអ្នកណាគេប្រឆាំងគឺខ្ញុំនឹងធ្វើរបាយការណ៍ពិសេសមួយទៀតដើម្បីជម្រាបជូនសម្ដេចផ្ទាល់ដើម្បីទប់ទល់ការពារធនធានធម្មជាតិរបស់ពួកយើងអញ្ចឹងជួបរយៈពេលប្រមាណ1ម៉ោងជាងនេះវាបានបង្ហាញបងប្អូនថាខ្ញុំមិនអីទេខ្ញុំនៅតែបន្តតស៊ូធ្វើកិច្ចការបង្រៀនធ្វើកិច្ចការអប់រំរបស់ខ្ញុំអញ្ចឹងក៏មិនតែនៅពេលដែលខ្ញុំមានបញ្ហាលោកក៏មិនបានទុកចោលតែក្រុមការងារបានតាក់ទងខ្ញុំមានដូចជាបងស្រុនគាត់បានព្យាយាមបញ្ជាប់ខ្ញុំដើម្បីមានឱកាសចូលជួបនឹងសម្ដែងការបំភ្លឺចំពោះសម្ដេចដល់ពេលខ្ញុំបានជួបខ្ញុំទទួលអារម្មណ៍ថាជាបងជាប្អូនជាភាសាខ្មែរដូចគ្នាថាអ្នកខំហត់ណាស់អ្នកធ្វើប្រឈមនឹងការខុសនឹងការរិះគន់ខ្ញុំបានអារម្មណ៍មួយហ្នឹងកើតឡើងនៅពេលហ្នឹងហើយសម្ដេចបានចាត់ទុកខ្ញុំដូចជាសកម្មជនជាតិម្នាក់ធ្វើការខំប្រឹងប្រែងខ្លាំងដើម្បីជួយជាតិទៅតាមលទ្ធភាពដែលយើងមានជួយជាតិនេះណាមិនមែនមានតំណែងបានជួយទេបងប្អូនគឺត្រូវមានទឹកចិត្តនិងភាពស្មោះត្រង់ភាពមោះមុតដើម្បីជួយជាតិបើអស់លោកបងប្អូនមានតំណែងជាអ្វីមួយដើម្បីជួយជាតិបងប្អូននឹងភ្លេចជួយជាតិហើយឡើងតែពលនឹងតំណែងអំណាចហ្នឹងហើយខ្លាចបាត់បង់មិនហ៊ានជួយជាតិទេអញ្ចឹងការជួយជាតិសំខាន់គឺមានទឹកចិត្តសិនបន្ទាប់មកទៀតជួយជាតិគឺត្រូវមានចំណេះដឹងបន្ទាប់មកទៀតជួយជាតិត្រូវមានចក្ខុវិស័យនិងផែនការច្បាស់លាស់ដើម្បីធ្វើការហ្នឹង10ឆ្នាំខ្ញុំនៅភ្នំគិរីរម្យអស់លោកបងប្អូនអ្នកសារព័ត៌មានទាំងអស់សូមជម្រាបថាខ្ញុំមិនមានជាទ្រព្យសម្បត្តិអីឬក៏ពាក់ព័ន្ធអំពើយងខ្នងពុករលួយបញ្ហាកុមារទាំងអស់ខ្ញុំជាមនុស្សស្រឡះណាស់អញ្ចឹងបានសម្ដេចផ្ដល់រហស្សនាមថ្មីនេះខ្ញុំទទួលយកថាសទ្ធិអត់ទ្រព្យសំដៅទៅលើទ្រព្យសម្បត្តិខ្ញុំពិតជាមានដើម្បីមករស់តែខ្ញុំមិនឲ្យមានហួសច្រើនពេកដល់ថ្នាក់បង្វែងទេខ្ញុំមានដើម្បីមករស់របស់ខ្ញុំគ្រួសារខ្ញុំមានកូនមានប្រពន្ធប៉ុន្តែទ្រព្យសម្បត្តិអស់ហ្នឹងជារឿងសៅមងដែលអាចនឹងបាត់បង់ប៉ុន្តែអ្វីដែលហៅថាជាសទ្ធិអត់ទ្រព្យហ្នឹងខ្ញុំចង់បញ្យល់ទៅកាន់មហាជនជួយជាតិមិនមានទ្រព្យច្រើនទេបញ្ញាទៅមុនការអត់ធ្មត់ទៅមុនចក្ខុវិស័យសកម្មភាពពិតជាក់ស្ដែងទៅមុនអានេះគេហៅថាចាជួយជាតិបើសិនជាអស់លោកបងប្អូនជួយជាតិត្រូវមានតំណែងអ្វីមួយត្រូវមានអំណាចអ្វីមួយអស់លោកបងប្អូននឹងក្បត់គោលការណ៍ដើមអំណាចតំណែងត្រូវតែមានហើយប៉ុន្តែទាំងអស់ហ្នឹងមិនប្រកាសថាអស់លោកបងប្អូនជួយជាតិទេ
ជួយជាតិមានន័យថាយើងត្រូវមានទឹកចិត្តដំបូងភាពស្មោះត្រង់សិលធម៌គុណធម៌ដោយសម្ដេចលោកមានប្រសាសន៍អញ្ចឹងលោកខ្ញុំនិយាយទៅខ្ញុំក៏មិនមានភាសាអីដូចជារៀបរឹកអីដែរដោយសារតាពីដើមខ្ញុំចូលចិត្តតែនិយាយតាំងទៅតាំងមកហើយសម្ដេចលោកអនុគ្រោះក្នុងការនិយាយរបស់ខ្ញុំដែរលោកថាមិនអីទេភាសារបស់ខ្ញុំពេលខ្លះគួរឲ្យចង់ស្ដាប់ណាបងប្អូនទាំងអស់គ្នាហើយខ្ញុំផ្ទាល់ហ្នឹងរាល់ដងទៅខ្ញុំពាក់អាវអញ្ចឹងតំណមតែខ្ញុំមានអាវវ៉ាខ្វាសេដែលអស់លោកបងប្អូនឃើញពាក់ខ្ញុំដើរខ្ចីគេអស់5 6នាក់នៅក្នុងហ្នឹងណាខ្ញុំអត់មានកអាវទេសម្ដេចក៏មិនតម្រូវដែរប៉ុន្តែជាការគួរសមក្នុងការជួបថ្នាក់ដឹកនាំកម្ពុជាជាតិខ្ញុំតាំងពីដើមខ្ញុំអត់មានអាវខ្វាសេមានអាវធំទេហើយជាចំណូលចិត្តក៏ខ្ញុំមិនចូលចិត្តពាក់អីដែរប៉ុន្តែជួបលោកគឺជាការអនុគ្រោះធំធេងសម្រាប់វត្តមានដែលខ្ញុំបានទៅជួបលោកហ្នឹងខ្ញុំក៏តម្រូវឲ្យមានពាក់អាវខ្វាសេដែលអស់លោកបងប្អូនចម្លែកណាអាវខ្វាសេដែលខ្ញុំពាក់នេះខ្ញុំខ្ចីគេទេខ្ញុំខ្ចីពីមនុស្ស4នាក់ស្បែកជើងខ្ញុំខ្ចីគេទេខ្សែក្រវ៉ាត់កកអាវក្នុងខ្វាសេគឺខ្ញុំខ្ចីគេទាំងអស់ពេលដែលខ្ញុំដើរចេញពីគណៈរដ្ឋមន្ត្រីវិញខ្ញុំប៊ីននឹងភ្លេចឲ្យអាវខ្វាសេគេទៅផងអញ្ចឹងណាអញ្ចឹងវីដេអូ live រយៈពេលកន្លះម៉ោងនេះដើម្បីទប់ទល់ស្ថានភាពនិងលៀងរលកសង្គមដែលយល់ច្រឡំថាលោកយាយភូនគាត់ទៅរុះរើសាលាដូងមិនមែនទេបាទខ្ញុំមិនដែលស្គាល់គាត់ទេហើយក៏មិនដែលបានជួបគាត់ដែរមិនដែលមានរឿងនឹងទេថារុះរើសាលាដូងប៉ុន្តែប្រហែលថ្ងៃដែលខ្ញុំផុសហ្នឹងមានការរុះរើផ្ទះសាលាដូងនេះជារឿងពិតប៉ុន្តែឥឡូវដោះស្រាយចេញក្រោមការអនុគ្រោះពីសម្ដេចថាឲ្យនៅបន្តជួយបន្តប្រឹងមើលប្រឹងថែស្រឡាញ់គ្នាក្នុងសហគមន៍ហើយនៅក្នុងគិរីរំទាំងអស់គ្នាអ្នកទាំងអស់គ្នាស្គាល់ខ្ញុំហើយខ្ញុំជាសកម្មជនជាតិម្នាក់ដែលផ្ដោតគុណឧត្តមជាតិជាលេខ1ក្នុងជីវិតអ្វីដែលញុះញង់អ្វីដែលខឹងសម្បាគ្នាខ្ញុំមិនចង់ឲ្យកើតឡើងទេពីព្រោះប្រទេសយើងត្រូវបានរងគ្រោះច្រើនជាមួយនឹងការកាត់បែបហ្នឹងហើយអញ្ចឹងបានជាខ្ញុំសូមឲ្យអំពាវនាវអស់លោកមហាជនដែលគោរពស្រឡាញ់គាំទ្រពេលដែលយើងមានគុណភាពនៃការគិតយើងអត់រងនៅក្នុងព្រឹត្តិការណ៍ទេគឺយើងសង្លឹងឃើញយើងយល់ពីព្រឹត្តិការណ៍យើងអាចរកដំណោះស្រាយពេលខ្លះអ្នកទាំងអស់គ្នាខ្ញុំជួបរឿងច្រើនណាស់តែខ្ញុំដោះបានដោយសារគុណភាពរៀនសូត្រការអត់ធ្មត់របស់ខ្ញុំគឺខ្ញុំបានបន្តស្វែងរកដំណោះស្រាយដោយសន្តិភាពសម្ដេចលោកក៏បានពោលទៅសើខ្ញុំដែរថាការប្រឹងប្រែងមកខ្ញុំនេះគឺជាតម្លៃមួយនៃជាគំរូអ្នកដែលធ្វើក្រោយថាធ្វើទៅมันខ្វះទេអ្នកជួយឲ្យតែយើងធ្វើប៉ិតសម្ដេចបានឧបត្ថម្ភថវិកាមួយចំនួនដែលជាការផ្ដាំផ្ញើរបស់លោកជំទាវពេជ្រច័ន្ទម៉ានីផងថាឧបត្ថម្ភដើម្បីឲ្យសាលាទ្រទ្រង់ហើយខ្ញុំទទួលលុយហ្នឹងពីថ្នាក់ដឹកនាំខ្ញុំសប្បាយចិត្តតែខ្ញុំសប្បាយចិត្តហ្នឹងមិនមែនឲ្យខ្ញុំបានលុយច្រើនទេខ្ញុំសប្បាយចិត្តថាចេះគិតគូរហើយខ្ញុំទទួលតែព្រឺរោមហើយលោកបានសន្យាជួយអង្គលោកបានសន្យាថាជួយលុយប្រចាំខែអាហ្នឹងជាលំនឹងទាំងអស់ហ្នឹងខ្ញុំប្រឹងប្រែងរកបានទេប៉ុន្តែលោកជួយហ្នឹងគឺជាទឹកចិត្តរបស់លោកប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺធានាផ្លូវច្បាប់ថាសាលាដូងមានលិខិតខ្ចីពីរដ្ឋត្រឹមត្រូវច្បាស់លាស់ចិត្ត10ឆ្នាំហើយខ្ញុំដើររកគ្រូពេទ្យអត់ត្រូវទេដើររកគ្រូពេទ្យណាក៏ព្យាបាលជំងឺសាលាដូងនឹងមិនបានដែរក៏ប៉ុន្តែនៅពេលដែលខ្ញុំជួបថ្នាក់ដឹកនាំកម្ពុជាលោកបានចេញលិខិតជាផ្លូវច្បាប់ថាខ្ញុំត្រូវខ្ចីពីរដ្ឋប្រើប្រាស់ក្នុងស្មារតីជួយពលរដ្ឋនិងមូលដ្ឋានច្បាស់បើខ្ញុំយល់ទៅធ្វើអីផ្សេងក៏មិនជាចរិតរបស់ខ្ញុំដែរពីព្រោះមនុស្សរបស់ខ្ញុំមានភាពថ្លៃថ្នូរពេញលេញដោយសារខ្ញុំមិនក្បត់គោលការណ៍ដើមរបស់ខ្ញុំមានចំហមាំដែលខ្ញុំឈរបានយូរមនុស្សណាដែលអត់ចំហឈរត្រង់ណាក៏ដួលដែរអញ្ចឹងបានខ្ញុំប្រកាន់ចំហថារឿងនយោបាយសម្រាប់ក្មេងខ្ញុំមិននិយាយរឿងនៃសាសនាខ្ញុំមិននិយាយចំពោះក្មេងទេគិតតែពីរៀនទៅហើយខ្ញុំយល់ថាក្មេងនៅជនបទមិនត្រូវកំសត់ដល់ថ្នាក់អត់មានឱកាសរៀនសូត្រចេះភាសាខ្មែរទេខ្ញុំឡើងតស៊ូ10ឆ្នាំហ្នឹងខ្ញុំឆ្ងល់យូរហើយមិនបានជា10ឆ្នាំហ្នឹងដូចអត់មានអីជាខែលឬក៏អត់មានអីជាបណ្ដាញដើម្បីខ្ញុំតស៊ូធ្វើកិច្ចការហ្នឹងថ្ងៃនេះជំនួបជាមួយសម្ដេចខ្ញុំបានដោះស្រាយចម្ងល់ជាច្រើនតាមពិតសម្ដេចលោកបានមើលខ្ញុំយូរហើយតាំងពីចាប់ដើមរហូតដល់ពាក់កណ្ដាលរហូតដល់ចង់បញ្ចប់យ៉ាងម៉េចហ្នឹងសម្ដេចបានមើលឃើញថាបុគ្គលខ្ញុំនេះមិនមែនជាបុគ្គលបំរើនិន្នាការឬឥទ្ធិពលណាមួយទេជាបុគ្គលកណ្ដាលសុទ្ធសាធជាបុគ្គលមិនមែនសកម្មជនបកក៏មិនមែនសកម្មជនក្រុមណាមួយដែរខ្ញុំគឺជាសកម្មជនជាតិខ្ញុំយល់ថាប្រទេសជាតិត្រូវមានសកម្មភាពអវិជ្ជមានក្តីវិជ្ជមានក្តីត្រូវឆ្លងកាត់ការសិក្សារៀនសូត្រអញ្ចឹងនៅពេលដែលយើងមិនបានរៀនសូត្រយើងនឹងមានសកម្មភាពអវិជ្ជមានដើម្បីផ្លាស់ប្ដូរអាហ្នឹងខុសប៉ុន្តែពេលយើងរៀនសូត្រយើងមានបញ្ញាយើងប្រើសកម្មភាពវិជ្ជមានដើម្បីចូលរួមកសាងប្រទេសជាតិយើងទុកពេល 4-5 ឆ្នាំជាបេសកកម្មដើម្បីផ្លាស់ប្ដូរឲ្យកុមាររបស់យើងមានគុណភាពនៃការគិតមានសង្ឃឹមនិងមានចំណេះជំនាញពិតប្រាកដដើម្បីចិញ្ចឹមជីវិតទៅពេលគាត់ធំប្រទេសរបស់យើងបើមិនជួយកុមារ20ឆ្នាំក្រោយយើងដាច់កង់មនុស្សដើម្បីធ្វើការអញ្ចឹងបានជាសម្ដេចលោកបានផ្ដាំផ្ញើខ្ញុំថាបន្តខំប្រឹងបន្តជួយលោកនឹងមើលពីក្រោយហើយអ្វីទាំងអស់លោកបានផ្ដល់ឱកាសឲ្យខ្ញុំនឹងជាសកម្មជនពេញលេញមួយក្នុងការ
chui mơ cách cá đầm bom xanh tại miền thọ bạc bom hay trong có tua cách cá muối ní đầm bay chia chấm này nông cá bằng cá thịt trầm trứ nông đoรูปthịtល្អដល់សង្គមមនុស្សដូចខ្ញុំបើសិនជាប៉ះពាល់ហើយអត់មានការដោះស្រាយសង្គមក៏ឆ្ងល់ដែរលោកបានដេកក៏ធ្វើអីមិនបានធ្វើអញ្ចឹងដាក់គាត់មិនមានផលអំណោះអីទៅកាន់សហគមន៍ទៅកាន់ថ្នាក់ដឹកនាំឬក៏ទៅកាន់មូលដ្ឋានអីទេអញ្ចឹងនៅពេលដែលដោះស្រាយរឿងខ្ញុំមួយនៅពេលដែលជួយរឿងសាលាដូងមួយហាក់បីដូចជាលៀងកង្វល់មហាជនថាឲ្យតែល្បីកន្លែងណាប៉ះកន្លែងហ្នឹងឲ្យតែថ្លៃកន្លែងណាលូកន្លែងហ្នឹងតែរឿងមួយនេះអាចបញ្យល់បានគ្រប់គ្រាន់ថាมันប៉ះបានទេសាលាដូងមានច្បាប់និងលិខិតការពារត្រឹមត្រូវมันប៉ះបានទេផ្ទះដែលស្នាក់នៅដើម្បីបម្រើឧត្តមប្រយោជន៍សាលាដូងគឺមានការការពារពីសម្ដេចនិងថ្នាក់ដឹកនាំក៏ដូចជាមូលដ្ឋានខ្ញុំតស៊ូ3ថ្ងៃនេះខ្ញុំមុខដូចស្វាហើយខ្ញុំហត់ដែរខ្ញុំឃើញមុខខ្ញុំអញ្ចឹងខ្ញុំដេកអត់សូវបានរយក៏ខ្ញុំសុខភាពខ្ញុំអត់សូវល្អដូចមុនទេដោយសារតែខ្ញុំប្រឹងច្រើនហើយខ្ញុំប្រឹងនិយាយនេះខ្ញុំខ្លាចមហាជនកំពុងតែយល់ច្រឡំឬក៏សាធារណជនមានព័ត៌មានអីហ្នឹងគាត់ទៅចុះផ្សាយនៅក្នុងចេតនាឡាច់shareហ្នឹងវាពលសង្គមរបស់យើងចំណុចខ្លាំងនៃគេខ្លាចគឺខ្មែរចេះមានខ្លឹមបញ្ញាហើយបង្កើតទៅជាកម្លាំងសាមគ្គីរុញច្រាននាវាជាតិយើងនឹងឲ្យទៅដល់គោលដៅមួយឲ្យប្រជាជនសុខសប្បាយឲ្យប្រជាជននឹងមានឱកាសក្នុងការលូតលាស់ចិញ្ចឹមជីវិតយើងចង់នាំគ្នាដើរចេញពីភាពក្រីក្រដល់ឆ្នាំ2050ឬក៏55ហ្នឹងយើងត្រូវស្រឡឹងមើលប្រព័ន្ធអប់រំតើយើងឲ្យមនុស្សដែលត្រូវចេញពីភាពក្រីក្រឲ្យលុយគាត់ឬក៏អប់រំគាត់មានតែអប់រំប្រជាជននៅតាមមូលដ្ឋានហ្នឹងទេទើបអាចនឹងឲ្យគាត់ចេញពីក្រីក្រដោយខ្លួនឯងលោតែយើងភ្លេចអប់រំពីបបួលគាត់ទៅកន្លែងផ្សេងគាត់មកក្រដដែលទេអស់លោកហើយអញ្ចឹងសម្ដេចបានផ្ដាំផ្ញើថាខ្ញុំនឹងជាសទ្ធិអត់ទ្របហ្នឹងគឺត្រឹមត្រូវហើយទ្របរបស់ខ្ញុំគឺខ្ញុំតែងតែលើកនិយាយថាបញ្ញានេះគឺជាទ្របចំណេះវិជ្ជាជាអាហារបញ្ញាជាទ្របនេះគឺជាទ្របពិតសម្ដេចវិចារកន្លែងនេះគឺចំកៅនៃទឹកចិត្តហើយដោយសារតែពេលខ្លះគេយល់ច្រឡំថាបើតែជួយជាតិជួយប្រជាជនតែមានទ្របខ្ញុំអត់មានទ្របទេតែបើខ្ញុំហាមាត់ត្រឹម$2-30000គេនឹងជួយគេទុកចិត្តគេស្រឡាញ់គេថាឲ្យតាអូនហ្នឹងទៅវាធ្វើហើយវាចាត់ការហើយអញ្ចឹងគេស្រឡាញ់គេទុកចិត្តហើយខ្ញុំតាំងពីដើមមកខ្ញុំមិនដែលមានផលអំណោះឬក៏ខ្លាចក្នុងការរឿងប្រជាស្នាមទេខ្ញុំតែងតែចំហបេះដូងចំហភាពថ្លារបស់ខ្ញុំធ្វើការនៅក្នុងសង្គមមួយដែលពោពេញទៅអ្នកគ្រប់គ្រង10ឆ្នាំជាងអស់លោកបងប្អូនបានឃើញការធ្វើការរបស់ខ្ញុំដែលខ្ញុំនឹងមិននិយាយច្រើនដើម្បីចំណេញដល់ការស្ដាប់ទេតែអស់លោកបងប្អូនមើលខ្លួនឯងទៅខ្ញុំបន្តដឹកនាំហើយឥឡូវនេះខ្ញុំត្រឡប់ទៅភ្នំគិរីរម្យវិញខ្ញុំនឹងធ្វើកិច្ចការមួយចំនួនដែលផ្ដោតទៅលើការមើលថែរក្សាបរិស្ថានប្រជាជនសហគមន៍ហើយខ្ញុំនឹងច្រាវជ្រាវស្ត្រីមានផ្ទៃពោះទាំងឡាយដើម្បីផ្ដល់ថវិកាជូនគាត់ដែលសម្ដេចបានផ្ដល់ថវិកាខ្ញុំផ្ទាល់ហ្នឹងខ្ញុំទៅជូនពួកគាត់បន្តទៀតដើម្បីពួកគាត់កើតកូនមកល្អបន្តិចឲ្យខ្ញុំស្រួលបរៀនតែកើតកូនមកអត់មានអីល្អខ្ញុំក៏បាក់បរៀនណាខ្ញុំត្រូវការកូនល្អដែរណាអញ្ចឹងបានជាទាំងឡាយទាំងអីហ្នឹងទាំងឡាយទាំងអីហ្នឹងគឺសិទ្ធិការចូលរួមហើយអញ្ចឹងបានជាខ្ញុំសូមអំពាវនាវចំពោះបងប្អូនមហាជនខ្មែរប្រជាជនយើង17លានអ្នកទេអស់លោកហើយប្រសិនបើពួកយើងមានកំណត់ខ្វែងគ្នាគ្រប់ជ្រុងយើងមិនអាចអភិវឌ្ឍជាតិយើងទេយើងត្រូវមានគោលកំណត់រួមថាអ្វីក៏ដោយឲ្យតែចំណេញជាតិយើងត្រូវតែជ្រុងជ្រែងអស់លទ្ធភាពមានពេលមួយជីវិតដើម្បីជួយជាតិត្រូវមានពេលមួយជីវិតដើម្បីអភិវឌ្ឍកំណត់របស់យើងដែរការយើងជួយជាតិអត់មានកំណត់នេះវាល្ងិតគ្រប់តែគ្នាហ្នឹងយើងត្រូវមានកំណត់ជួយជាតិយើងទៅតាមភាពវិជ្ជមានតាមមូលដ្ឋានរៀងខ្លួនអ្នកចេះខ្លាំងកាន់ហ្វឺតកាន់ដែលសបង្រៀនអ្នកចេះតិចជួយគ្នាកែតម្រូវគ្នាប្រើភាពអត់ធ្មត់និងមេត្តាជាគោលកុំខឹងគ្នាវាចំណេញដល់សាសដតីដែលគាត់អាចឈ្មោះឱកាសដើម្បីបំបាក់ពួកយើងអាណាចក្រខ្មែរដ៏រុងរឿងនេះឬគោលរបស់វាគឺភាពសាមគ្គីនិងទុកចិត្តអញ្ចឹងរឿងខ្ញុំមួយបញ្យល់ថាថ្នាក់ដឹកនាំទុកចិត្តខ្ញុំមិនមានជាទ្រព្យសម្បត្តិអីច្រើនដល់ថ្នាក់បងប្អូនបានឮសម្ដេចលោកបានផ្ដល់ងាររហស្សនាមថ្មីសទ្ធិអត់ទ្រព្យហ្នឹងធ្វើឲ្យបងប្អូនឆ្ងល់ធម្មតាសទ្ធិវាមានទ្រព្យខ្ញុំបាននិយាយដែរថាចំណុចមួយដែលខ្ញុំនិយាយហ្នឹងគឺថាមហាសទ្ធិគេនឹងប្រមូលរបស់ជាច្រើនទៅនៅក្នុងលោកីយ៍ដើម្បីបង្ហាត់កើតជាមហាសទ្ធិមានន័យថាអ្នកណាដែលប្រមូលរបស់ជាច្រើនទៅគេនឹងខ្លាចទៅជាមហាសទ្ធិតែខ្ញុំអត់មានអីខ្ញុំគឺជាកម្ពុជាមនុស្សគឺខ្ញុំរស់នៅជាមួយនឹងអត់មានអីរបស់ខ្ញុំហ្នឹងខ្ញុំអត់មានតំណែងខ្ញុំអត់មានកិត្តិយសមុខមាត់អីទេប៉ុន្តែបើខ្ញុំចង់ធ្វើអ្វីមួយខ្ញុំតែងតែបញ្យល់ការងារហ្នឹងឲ្យច្បាស់ហើយដាក់ផែនការធ្វើថ្ងៃនេះទទួលបានការស្រឡាញ់ការពីសម្ដេចធិបតីក៏ដូចជាសម្ដេចតេជោក៏ដូចជាជំទាវទាំងអស់ខ្ញុំនឹងបន្តសកម្មភាពឲ្យបានខ្លាំងជាងមុន
មានប្រសិទ្ធភាពខ្លាំងជាងមុនបន្ថែមទៀតដើម្បីជាកម្លាំងមានថាម៉ាស៊ីនជាតិម៉ាស៊ីនធ្វើការរបស់ខ្ញុំហ្នឹងត្រូវបានចាក់សាំងបន្ថែមហើយគឺខ្ញុំមានសន្ទុះជាងមុនហើយខ្ញុំមានខ្ញុំអត់សូវព្រឺឆ្អឹងខ្នងប្រហែលទេពីព្រោះពេលដែលសួររកឯកសារកឯកអីហ្នឹងគឺពិបាកមែនទែនឧស្សាហជាតិមិនងាយទេអ្នកខ្លះចង់ប្រកាន់ថាខ្ញុំនឹងមិនចង់ធ្វើឲ្យស្របច្បាប់វាពិបាកដោយសារជាដីហ្នឹងដីតំបន់ឧស្សាហជាតិវាមិនទាន់មានភាពដាច់ស្រេចផ្លូវច្បាប់ទេអញ្ចឹងបានជាខ្ញុំសូមអំពាវនាវថាអស់លោកបងប្អូនរឿងដែលកើតឡើងចំពោះសាលាដូងនេះអាចល្មមគ្រប់គ្រាន់លើកទឹកចិត្តសកម្មជនជាតិទាំងអស់ដែលកំពុងតែបម្រើជាតិគ្រប់ជ្រុងជួយបង្រៀនក្មេងជួយជនពិការជួយជនភៀសសឹកជួយធ្វើផ្លូវជួយធ្វើវីដេអូផ្សព្វផ្សាយបន្តធ្វើចោះពីព្រោះសម្ដេចលោកមានក្រុមលោកមើលចាត់ការពារប្រតិកម្មឲ្យលោកនឹងធ្វើការងារនឹងដល់យុទ្ធធម៌បំផុតរឿងដែលកើតលើខ្ញុំទាំងអស់គ្នាខ្ញុំនិយាយរឿងមួយខ្ញុំពេលដែលត្រូវបានខុទ្ទកាល័យហៅនៅត្រូវបានគណៈរដ្ឋមន្ត្រីដោយថារៀបចំឲ្យជំនួបជួបឡើងខ្ញុំសប្បាយចិត្តហើយខ្ញុំក៏ហត់ដែរខ្ញុំក៏បន្តទៅជួបហើយខ្ញុំអង្គុយចាំលោកធ្វើការខ្ញុំអង្គុយចាំខ្ញុំមិនដែរបានជួបជាផ្លូវការអញ្ចឹងទេខ្ញុំចាំពីម៉ោង9រហូតដល់ម៉ោង5បានលោកតនេហើយខ្ញុំចាំដោយក្តីរីករាយខ្ញុំថាចាំលោកអត់មានធ្វើអីទេគឺលោករវល់មនុស្សចេញចូលអញ្ចឹងទៅធ្វើខ្ញុំមានអារម្មណ៍ថាកិច្ចការនេះរវល់ណាស់ដោយសារយើងមានភ្ញៀវច្រើនមកលេងប្រទេសណាទាំងអស់គ្នាអញ្ចឹងបានជាខ្ញុំចាំហើយខ្ញុំពេលដែលខ្ញុំជួបលោកខ្ញុំរីករាយមែនទែនដោយសារវិចារដែលមានអត្ថន័យនឹងទុនភ្លុនហ្នឹងវាសំដៅផ្សារភ្ជាប់ទឹកចិត្តរបស់ខ្ញុំកាន់តែខ្លាំងក្លាខ្ញុំត្រូវបានលោកបន្តឲ្យខ្ញុំខំប្រឹងទៀតថាលោកបានហៅឈ្មោះខ្ញុំចំដែរថា one day បន្តខំប្រឹងទៀតទៅបន្តធ្វើទៀតទៅការងាររបស់ one day ហ្នឹងនឹងមានការជុំជ្រែងពីមូលដ្ឋានពីអីខ្ញុំលឺបែបហ្នឹងខ្ញុំមើលដោយដង្ហើមដកចេញចូលខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំឆ្ងល់យូរដែរបើសិនជាអត់មានអ្នកសហការអត់មានអ្នកជួយទេខ្ញុំពិបាកធ្វើការណាស់ក៏ប៉ុន្តែឥឡូវនេះដោះស្រាយចេញឲ្យលោកបងប្អូនសប្បាយចិត្តទាំងអស់គ្នារឿងនេះសាទរពេញប្រទេសជាវិជ្ជមានជាតិមួយដែលខ្ញុំជាអ្នកកណ្ដាលមួយដែលបន្តធ្វើការអត់ឈប់នេះហើយខ្ញុំនិយាយពីរឿងដូរកៅអៅនេះអស់លោកបងប្អូននេះជារឿងពិតមានតែអ្នកនៅក្នុងហ្នឹងទេបានដឹងនៅពេលដែលតម្រូវឲ្យខ្ញុំពាក់អាវកវ៉ាសេដែលអស់លោកបងប្អូនឃើញចម្លែកហ្នឹងខ្ញុំតែខ្ចីគេទេបាទមនុស្ស4 5នាក់ស្បែកជើងនោះសោក2ដងមិនត្រូវស្បែកជើងប៊ូនោះខ្ញុំខ្ចីគេទេហើយកវ៉ាត់កខ្ចីគេទៀតបាទកវ៉ាត់កពាក់ពណ៌ខៀវហ្នឹងខ្ចីគេមកពាក់ទេពូខ្ញុំតាំងពីដើមការតុបតែងខ្លួនខ្ញុំហ្នឹងវាអត់លយពេកវាអត់អន់ពេកទេវាល្មមដែរបាទវាល្មមដែរវានិយាយទៅមកក្រនបើដែរវាមិនដលងមូលសុទ្ធណាប៉ុន្តែវាចូលជួបថ្នាក់ដឹកនាំយើងត្រូវមានលក្ខណៈគេហៅថាក្រឹតក្រមសំរុំមួយអញ្ចឹងដោះស្រាយជាមិនទាន់ចេញមកអត់រួចដើរខ្ចីអាវគេពេញបន្ទប់អីដែរណែព័ត៌មានកបាត់កអាវធំអាវអីហ្នឹងបោះគេទេម្ចាស់អាវដឹងឮជួយសាទរផងខ្ញុំពាក់អាវរបស់អស់លោកហ្នឹងដើម្បីបានសំរុំទាំងអស់គ្នាហើយខ្ញុំមានតែប៉ុណ្្នឹងហើយជាចិត្តបញ្ចប់ខ្ញុំសូមឲ្យបណ្ដាសារព័ត៌មានអាចប្រើប្រាស់វីដេអូនេះជាគោលដៅដើម្បីភ្ជាប់ជាមួយនឹងការបកស្រាយថាសកម្មជនជាតិពិតប្រាកដធ្វើកិច្ចការបម្រើជាតិពិតប្រាកដនិងមានការគ្រប់គ្រងពីថ្នាក់ដឹកនាំកុំឲ្យសកម្មជនជាតិរបស់ពួកយើងបម្រើនិន្នាការក្រុមបកណាមួយជាឧបករណ៍ក្នុងការធ្វើឲ្យប្រទេសរបស់យើងត្រឡប់ទៅកាន់ភាពមិនប្រក្រតីសកម្មជនជាតិប្រុសស្រីមានស្មារតីជាតិជាជំហរចេះអីជួយនឹងប្រឹងអភិវឌ្ឍបន្ថែមប្រឹងអានប្រឹងសរសេរប្រឹងដោះខាត់ស្មារតីរបស់ខ្លួនដើម្បីបំរុងនាំគ្នាដើរចេញពីភាពក្រីក្រឲ្យបានចំពោះប្រទេសយើងដាក់គោលដៅ2050នឹងត្រូវដឹកដៃគ្នាជាភាពជាខ្មែរជាមោទនភាពថាក្រយូរឲ្យល្មមហត់ហើយដើរចេញពីវាមកដើម្បីដើរចេញពីភាពក្រីក្រមិនមែនចែកលុយទេគឺខំប្រឹងប្រែងរៀនប្រជាជនយុវជនខំប្រឹងរីកចម្រើនកុមារថែរក្សាទាំងអាហារទាំងចំណេះដឹងដើម្បីពង្រឹងគាត់ទុកប្រើប្រាស់ឲ្យជាតិនៅក្រៃអនាគតថ្នាក់ដឹកនាំប្រឹងជួយអភិវឌ្ឍប្រទេសដើម្បីទាញយកនៅវិនិយោគទុនដើម្បីឲ្យពួកយើងមានការងារធ្វើបើបងប្អូនយើងតិច17លានអ្នកឲ្យបែកបាក់គ្នាខឹងគ្នារាល់ថ្ងៃហ្នឹងថាតើពួកយើងនឹងរីកចម្រើនយ៉ាងម៉េចដូច្នេះហើយបានខ្ញុំអំពាវនាវថាឲ្យតែអ្នកច្បាស់អ្នកត្រឹមត្រូវអ្នកប្រកបមិនអត់ផ្លូវដើរទេខ្ញុំមិនមានបកមិនមានពួកមិនមានខ្សែទេក៏ប៉ុន្តែអំពើល្អគឺជាបកពួកនឹងខ្សែរបស់ខ្ញុំហើយអញ្ចឹងបានសម្ដេចលោកឆ្លាញ់អំពើល្អដែលមានជំទាវបច្ច័នមនីក៏ក្រមមើលខ្ញុំដែរហើយខ្ញុំក៏សង្កេតឃើញជាឯកជនខ្ញុំឃើញថាលោកជំទាវបច្ច័នមនីលោកមានធម៌ត្រត្រង់មានធម៌ពិតត្រត្រង់ដែលវិចារក៏ទន់ភ្លន់វិចារសំដៅទៅលើការផ្លាស់ប្ដូរមួយដែលមានភាពវិជ្ជមានជួយឲ្យលោកបានបង្កើតក្រុមច្រើនណាស់ដើម្បីជួយកិច្ចការជាតិយើងប្រទេសជាតិរបស់យើងគឺជាជាតិមួយដែលរងគ្រោះច្រើននៅក្នុងសម័យប៉ុលពតផ្ដាំចេញពី0ដឹកនាំក្លាប់ចាក់ច្រើនដងប៉ុន្តែលោកនៅតែរក្សាលំនឹងខ្លាំងមែនទែនតាំងពីសម័យសម្ដេចតេជោរហូតមកដល់សម្ដេចធិបតី
dương cặp bông tàn lên bị thấy đẹp là xài bởi dương đào tập lập coi tiếp vì vội chẳng ở lúc bông ôn nhom miên là phần năng tế đòi xa tại nhom được chỉ riêng hot hay nhom miên ca nghiệp sen tiết hay rằng khâm thà phi đã ô mùi ní năng ai tục chia phò tàng thà rương rơ là đúng mình miên cả là tê việc con thì chia cho là ná kênh và vành sự tệ ở rom porot ở khâm sập bá từ nặng đặc nóm rư có bọc cô để kê cung cun tại phần nọ phần tay rương rơ tê là đúng bật chia kia cả bật hãy từ ban chui đòi sầm đạch nặng đặc nóm tu tới còn bàn chung trên thà nở chọn thơ bàn chẳng cách ca rương ní video ní ban mình chóp cho mùi nắng ca thì nia thá mình miên ca pa po tế thêm từng chui xã cung nông cái đúng miên cả lại cũng xóm xóp bình chụp ca chặt đây để đa tam tập chất rồi bọc luôn hay nhóm cứ trên clo mơ đó bị xe làm bấy thưa ca đi cá bật 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 sân chỉ miên ở quay khó cố nhóm nâng miên ca đi cá chỉ xe mình toàn là sao nhóm miên tầm này để tự bắt nhóm miên tầm này để tự qua tế nhóm miên tại ca bầm ra sang cung chỉ rồi bọc nhóm đập bay chụp tờ ca áp gì what pe đập bộ dương rồi lột cài tới bộ dương nâng miênประเทศ chít mùi nâng miên sập hẹn cố đòi tranh pi ca không prang bật bật rồi bọc bộ dương mình ai dục Wisna rồi bỏ phụ dương tập nhà lư chiết sạch đặc tấy để phụ kê mình là o sáp kê tay để ro về thi đam bay bằng rít luôn ở phụ dương can tại cầm piệt tầm tay phụ dương nâng to su thằng ọt này nhầm chưa tha phía bà cha thì dễ sắm rạp tê rồi bỏ phụ dương vì bất chậm miên vì pro miên dương làm bạ chỉ cho ra là phụ dương chlong tại dương nơi tại chlong phật chẳng ấy nhom toal xôm o côn chấm pua mà chân đại qual khoái nhom toal xôm o côn chấm pua thằng đặc nom đại tay tại chui bầm rong trong chụp toalสมอคุณต่อการอาญาทอมูลธานแต่แปะปอนแต่บานสำรบสำรูนังช่วยรวมงบในอภิกรมนี่ให้จมปูจมโฮปะไปช้างอโลกปรังปรายนองกาทั่วเรื่องนึงประตูได้ดอยโยคลำซารูปเพียบมันเอาโดยขี้คลำซาทาเรือเตี้ยแต่รูปเพียบต้องให้มหาชนทาเรือสละดงให้ไปจีจนยังช่วยจัตเมอรูปเพียบพ้องโลกก็กัดกระไดปบคังสบาสลับพ้องก็กัดกระไดโดยเฉพาะเรื่องนี้ส่งออยบองโอนบรรโตคอนโทรบรรโตโชว์รูมบรรโตอภิวัตประเทศจีนจมวยนังซ่อนแต่เพียบแต่มีนครึกนี่ให้เรื่องกิจการบรรโตเตี้ยปุยยืงนังมีนการคลักโดจมวยขี้รอมรัฐบาลนังมีจักรวิสัยช่วยกุมายังบานพิเจเตอร์คืนทางการช่วยกุมาคือเจียจะสร้างพิเศษในโลกนังจักดักโกได้ทางกุมาเป็นการบานการดิสดแต่มีคุณภาพยังมีแต่ปัญหายังออกคนมองปนออกนี่ยมลีให้ยมออกคนกาปรอมคือมันไอเต้คือมันระยะนี้ยมชื่อกับโกไปไปให้จียมมีสมเปียชิมครบเราก็ได้ให้ยมฮอตชราอนพเนจยมมาซาก็ได้ยมเบาเพลงเซอร์บานประมาณเดือนสามยมเบาล้านชราอนให้บองปนมีถูกเตอร์สลาดมพนมกรีดมตระกาสนะเนื้อได้มันมีผักซีผักสายนั่งเจอในรอบยมจ้าน่ะไอยมอาจนั่งรอจูนในเสวากรรมนั่งไอออกคนเมนเต้ในยมเลียบอกปันนังไอคือถ้าเอาลงบางปนก็สบายจัดจมูกยมจมูกจะนัดการได้ออกคน